មានបងប្អូនច្រើនមែនតើតែងតែសួរខ្ញុំថាកៅអៅខ្ញុំស្លៀកទៅកម្មវិធីរដងនេះយកទៅណាបើដូរម៉ូដរាល់ថ្ងៃអញ្ចឹងពិតជាច្រើនមែនតើបងប្អូនព្រោះថាអត់ដែលស្លៀកជាន់គ្នាអញ្ចឹងចម្លើយគឺឈុតទាំងអស់នឹងអត់មានបានយកមកទុកទេបងប្អូនព្រោះអីនៅពេលដែលបានស្លៀកហើយបន្ទាប់ពីផុសទៅគឺបងប្អូនឆាតមកទិញឆាតមក page ខ្ញុំផ្ទាល់ផងឆាតទៅ page ហាងកាត់ដេរផងហើយកន្លែងហ្នឹងពិតជាចង់អរគុណទៅកាន់បងប្អូនទាំងអស់គ្នាមែនតើប៉ុន្តែឈុតដែលបងប្អូនទិញយកទៅនេះគឺនៅថ្មីសន្លាងទាំងអស់ហ្មងណាខ្ញុំស្លៀកចូលកម្មវិធីយ៉ាងច្រើនបានតែ1ម៉ោង2ម៉ោងហ្នឹងទេបងប្អូនណាចំណេញត្រង់ថាបានតម្លៃធូរថ្លៃហើយបានឈុតស្រាប់ស្អាតទៅទៀតបន្តនិយាយរឿងឈុតសុំបញ្ចូលរឿង skin care បន្តិចសិនរៀបចំខ្លួនតុបតែងខ្លួនបានស្អាតក៏អាស្រ័យទៅលើស្បែកមុខរបស់យើងដែរនៅពេលដែលយើងមានវិធីសាស្ត្រថែទាំស្បែកមុខរបស់យើងបានស្អាតអត់ពិបាកក្នុងការតែងខ្លួនទេតែងតិចតិចក៏ឃើញលេចធ្លោតែងតិចតិចក៏ឃើញមុខយើងគីឡូដែរអញ្ចឹងបងប្អូនស្រីៗគ្នាយើងសង្កេតមើលឡើងវិញមើលថាតើ skin care របស់យើងដែលលាបរាល់ថ្ងៃនេះទទួលបានផលអីគេខ្លះហើយបើអត់ទាន់ឃើញស្អាតទេមកលាបជាមួយនឹង Bright Up មក Bright Up នេះគឺជាប្រភេទ skin care មួយយ៉ាងដែលជួយព្យាបាលផងជួយចិញ្ចឹមស្បែកមុខផងសរុបទៅមានសេរ៉ូមមានគ្រីមមានលេការពារកម្ដៅថ្ងៃអាចធ្វើជាទំនាប់មុនពេលយើងផាត់មុខបានទៀតឥឡូវនេះគេលែងនិយមផាត់មុខក្រាស់បិទបាំងស្លាកស្នាមអីច្រើនទៀតហើយចឹងសំខាន់ឲ្យស្បែកមុខរបស់យើងរៀងស្អាតយើងផាត់មុខស្ដើងទៅឃើញយើងក្មេង Bright Up ប្រើមួយដឹងមួយហ្មងសម្រាប់បងប្អូនដែលមានស្បែកស្ងួតស្អាប់បែកស្នាមជាំស្នាមមាច់រុយបញ្ហាមិនចេះចប់មិនចេះហើយនៅលើស្បែកមុខរបស់យើងនិយាយរួមទៅអត់ដែលបានស្បែកមុខទន់ម៉ត់អាឡូងគេបងប្អូនមកប្រើជាមួយនឹង Bright Up រយៈពេលខ្លីមែនតើយើងឃើញផលថាប្លែកខ្លាំងទៅ Page Bright Up ឥឡូវអត់មានប្រូម៉ូសិនពិសេសបងប្អូនយកមកប្រើអត់ត្រូវគេដូរលុយឲ្យយើងវិញទៀតអញ្ចឹងចាំការថែទាំស្បែកជាមួយនឹង Bright Up នេះទៅមកបន្តរឿងឈុតរបស់យើងវិញម្ដងធម្មតាស្រីៗគ្នាយើងទៅណាទៅណីចេះតែប្រយ័ត្នឲ្យរឿងឈុតនឹងមិនដឹងតែកាត់នៅណាបានស្អាតស្លៀកម៉ូដអីបានសមមួយរៀងរបស់យើងពេលខ្លះអាចមកពីបងប្អូនបារម្ភច្រើនពេកក៏ថាបានដែរទាំងដែលម៉ូដនឹងយើងអត់ទាន់បានសាកល្បងស្លៀកផងនឹងយើងចេះតែគិតថាអូម៉ូដនឹងអត់សមមួយយើងទេពាក់ទៅឃើញដើមដៃធំស្លៀកទៅឃើញក្បាលពោះស្លៀកទៅឃើញរៀងយើងមិនសូវសាឡូនអីចឹងទៅខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសាកល្បងម៉ូដដែលយើងស្រឡាញ់ប៉ុន្តែយើងអត់ដែរហ៊ានស្លៀកឲ្យតែយើងរកជាងត្រូវគេចេះច្នៃបិទបាំងកន្លែងដែលយើងអត់សូវមានភាពជឿជាក់ហ្នឹងការដែលយើងដូរ style ឈុតដែលយើងធ្លាប់តែស្លៀករាល់ដងហ្នឹងក៏ធ្វើឲ្យការតុបតែងមុខធ្វើសក់របស់យើងទៅកម្មវិធីមួយហ្នឹងប្លែកជាងរាល់ដងហើយស្អាតជាងរាល់ដងដែរពិបាកទៀតណាបងប្អូនគ្រាន់តែមើល post របស់ខ្ញុំនៅក្នុង page ឬក៏ក្នុង account ផ្ទាល់ខ្លួនហ្នឹងបងប្អូនឃើញម៉ូដថ្មីហើយខ្ញុំនឹងព្យាយាមផុសរាល់ម៉ូដដែលស្អាតជូនទៅកាន់បងប្អូនទាំងអស់គ្នាកុំភ្លេចតាមដានបន្តណា